តាជាហៅសួស្តីអ្នកនរគ្នាវិលមកកាន់ការរៀនប្រយោគខ្លីៗរបស់យើងជាថ្មីម្ដងទៀតនៅថ្ងៃនេះអញ្ចឹងបើសិនជាបងប្អូនមិនទាន់បាន follow page ជួយ follow page ម្នាក់មួយមិនទាន់បាន subscribe channel YouTube របស់ខ្ញុំជួយ subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមេរៀនយើងតែម្ដងពាក្យថាអ្នកអាចធ្វើបានអត់ភាសាចិនយើងអានថានីនឹងជួតោម៉ានីនឹងជួតោម៉ានីនឹងជួតោម៉ាអ្នកអាចធ្វើបានអត់ប្រយោគបន្តមានន័យថាអ្នកអាចសន្យានឹងខ្ញុំបានទេភាសាចិនយើងអានថានីនឹងតាអ៊ីងវ៉ម៉ានីនឹងតាអ៊ីងវ៉ម៉ានីនឹងតាអ៊ីងវ៉ម៉ាអ្នកអាចសន្យានឹងខ្ញុំបានទេប្រយោគបន្តយើងអានថាអ្នកមិនអាចចាំតទៀតទេមែនភាសាចិនយើងអានថានីពូនឹងចាយតឹងម៉ានីពូនឹងចាយតឹងម៉ានីពូនឹងចាយតឹងម៉ាអ្នកមិនអាចចាំតទៀតទេមែនប្រយោគបន្តទៀតយើងអានថាម្ដេចក៏មិនទៅសួរខ្លួនឯងម្ដេចក៏មិនទៅសួរខ្លួនឯងភាសាចិនយើងអានថា怎么不自己去问怎么不自己去问怎么不自己去问មានន័យថាម្ដេចក៏មិនទៅសួរខ្លួនឯងប្រយោគចុងក្រោយខ្ញុំទៅយកបាយភាសាចិនយើងអានថា我去拿饭我去拿饭我去拿饭ខ្ញុំទៅយកបាយខ្ញុំទៅយកបាយ我去拿饭ចឹងការរៀនប្រយោគខ្លីៗរបស់ខ្ញុំនៅថ្ងៃនេះបានដល់ទីបញ្ចប់បើសិនជាបងប្អូនថ្មីៗមិនទាន់បាន follow page ជួយ follow page ម្នាក់មួយមិនទាន់បាន subscribe channel YouTube ជួយ subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តអរគុណជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយ